ជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតចាជួបជាមួយនាងខ្ញុំ SR Days ចាហើយថ្ងៃនេះដែរនាងខ្ញុំសូមមកបង្ហាញតកតងជាមួយនឹងការធ្វើទឹកភេសជ្ជៈសម្រាប់សុខភាពចឹងណាចាហើយងាយហើយក៏ជាប្រភេទបន្លែដែលនាងខ្ញុំមានស្រាប់លើកលែងតែមើមយេនហើយនឹងការ៉ុតពុកម៉ែបងប្អូនហ្នឹងយើងទិញពីផ្សារមកតែសម្រាប់3មុខទៀតដោយអ្វីដែលនាងខ្ញុំបានបង្ហាញតាំងពីក្បាលវីដេអូចាហ្នឹងហើយគឺមាន5មុខចាអញ្ចឹងមានចេកចេកនេះគឺចេកអំបូងពុកម៉ែបងប្អូនចាពុកម៉ែបងប្អូនអាចដាក់ចេកផ្សេងក៏បានដែរតែដោយសារតែនាងខ្ញុំសបោចេកកំបងចានៅផ្ទះរបស់នាងខ្ញុំគឺសបោខ្លាំងចាអញ្ចឹងហើយគឺអត់មានអីទេអញ្ចឹងហេតុអីបាននាងខ្ញុំចាប់ផ្ដើមហូបឬក៏ផឹកជាមួយនឹងភេសជ្ជៈលក្ខណៈថាភេសជ្ជៈសុខភាពណាដោយសារតែមករយៈធំនោះគឺនាងខ្ញុំឈឺចាលក្ខណៈថាបញ្ហារលាកកាពះបងប្អូនចាគឺឈរក៏អត់បានគេងអត់បានទេហើយការងារក៏អត់សូវបានធ្វើដែរដោយសារតែបញ្ហាសុខភាពអញ្ចឹងហើយក៏តាមពិតទៅនាងខ្ញុំអត់ចេះផឹកគ្រឿងកំប៉ុងទេចាប៉ុន្តែគាត់ថាអាសាហូបកាហ្វេច្រើននឹងថ្ងៃអញ្ចឹងអាចពេលខ្លះមួយថ្ងៃ2ដងឬក៏3ដងអីពុកម៉ែបងប្អូនកាហ្វេអញ្ចឹងក្រោយពេលដែលនាងខ្ញុំទៅពិនិត្យសុខភាពទៅឆែកសុខភាពជាមួយពេទ្យអីហើយក៏ដឹងលទ្ធផលថានាងខ្ញុំមានជំងឺរលាកកាពះចាលក្ខណៈថាធ្ងន់ដែរពុកម៉ែបងប្អូនចាអញ្ចឹងហើយក៏នាងខ្ញុំឈប់ហូបកាហ្វេចាហើយក៏ងាកមកហូបជាមួយនឹងទឹកភេសជ្ជៈសុខភាពវិញអញ្ចឹងណាពុកម៉ែបងប្អូនព្រោះគិតថាសុខភាពរបស់យើងម្នាក់គឺសំខាន់ណាតែយើងវ័យប៉ុណ្ណឹងហើយយើងដេកដួលនៅលើគ្រែគឺវាពិបាកមែនតើពុកម៉ែបងប្អូនចង់និយាយថាយើងបាត់បង់ចំណូលមួយភាគធំពេលដែលយើងឈឺដេកនៅលើគ្រែពេទ្យអញ្ចឹងណាចាអញ្ចឹងហើយវាគឺជាការផ្លាស់ប្ដូរនៃការគិតរបស់នាងខ្ញុំងាកមកហូបជាមួយនឹងអាហារសុខភាពផ្សេងអញ្ចឹងណាចាដើម្បីទ្រទ្រង់សុខភាពព្រោះថាដោយសារតែយើងវ័យចូលវ័យពាក់កណ្ដាលមនុស្សហើយអញ្ចឹងយើងអត់អាចបណ្ដាត់បណ្ដោយសុខភាពរបស់យើងទៅតាមអាយុរបស់យើងទេចាអញ្ចឹងយើងត្រូវតែផ្លាស់ប្ដូរទម្លាប់នៃការហូបចុករបស់យើងហាត់ប្រាណជាប្រចាំអញ្ចឹងណាចាហើយការងាររបស់នាងខ្ញុំអត់មានអីទេក្រៅពីលេងដីលេងអីដូចពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងណាចាហើយសម្រាប់អតិថិជនដែលគាត់បានកំងកូនបន្លែគឺនាងខ្ញុំកំពុងរៀបចំជូនហើយចាសូមអរគុណសម្រាប់ការគ្រប់គ្រងវីដេអូរបស់នាងខ្ញុំក៏ដូចជាអាជីវកម្មតូចៗរបស់នាងខ្ញុំរហូតមកចាសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចិត្តនៅវីដេអូមួយនេះផងដែរចាអរគុណច្រើនជម្រាបលាបាយបាយ